បន្ទាប់ពីវគ្គមុនក្រោយពេលយូរយារឃើញឆៅកើទះទៅកាន់ពស់នោះមួយកំភ្លៀងក៏នឹកទៅដល់អតីតកាលកាលពីគេនៅក្មេងឆៅកើក៏ធ្លាប់ទះគេមួយកំភ្លៀងអញ្ចឹងដែររីឯពស់ខ្ជួងខ្មៅកម្រិត10ដែរតែស៊ីមួយកំភ្លៀងដេកស្អាតប្រព័ន្ធក៏បានចេញមកអបអរសាទរដែលបានសម្លាប់ពស់ខ្ជួងខ្មៅទទួលបានបន្ទុកប័ណ្ណពិសោធន៍10000រង្វាន់សម្រាប់ភារកិច្ចមួយនេះគឺជារាងកាយដ៏អស្ចារ្យដែលមាននៅកម្រិត S3 បន្ថែមពីនឹងទៀតក៏មានការរស់ឡើងវិញវិញ្ញាណពណ៌ទឹកក្រូចចំនួន5ទៀតឆៅកើក៏សប្បាយចិត្តជាមួយនឹងរង្វាន់ទាំងអស់នេះតុងលីឯងចាំមើលទៅឯងប្រកាសជាមានមោទនភាពជាមួយនឹងបងប្រុសម្នាក់នេះរួចក៏រំលឹកទៅដល់ការរស់ឡើងវិញចំនួន5នេះក៏មានន័យថាខ្ញុំគឺអាចរស់ឡើងវិញចំនួន5ដងឬក៏ជាជីវិត5ទៀតការវិញ្ញាណពណ៌ទឹកក្រូចនេះពិតជាអស្ចារ្យណាស់ហើយមានតែខ្ញុំទេដែលមានសំណាងខ្លាំងបែបនេះនិយាយតែម្នាក់ឯងសោយតែម្នាក់ឯងសៀវឈូដែលនៅខាងក្រៅនោះក៏សួរហើយលោកគ្រូពូកើតអីនឹងឆៅកើក្រហមបន្តិចក៏ប្រាប់ថាគ្មានអ្វីទេរួចក៏បបួលអ្នកទាំងពីរធ្វើដំណើរបន្តក្រោយពីធ្វើដំណើរអស់មួយសន្ទុះអ្នកទាំង3ក៏បានមកដល់កន្លែងមួយតុងលីក៏បានសរសើរថាទីនេះពិតជាមានទេសភាពស្រស់ស្អាតណាស់រួចក៏ឲ្យពួកគេចូលសម្រាកនៅទីនេះសិនទៅក្រោយពីចូលមកដល់ខាងក្រោមតុងលីក៏បានបញ្ចេញនៅកម្រាលមួយដើម្បីអង្គុយវឹកហាត់ឆៅកើក៏បានដើរទៅអង្គុយមុនតែម្ដងតុងលីក៏ប្រាប់បងប្រុសកុំឲ្យបង្កបញ្ហាអីតែក៏ត្រូវបានគាត់បដិសញ្ញាឲ្យឈប់និយាយព្រោះតែពេលនេះឬគល់ខាងវិញ្ញាណរបស់គាត់ចិត្តភ្ញាក់ឡើងហើយស្របពេលនោះដែរកាត់មកកាន់គ្រូសិស្សទាំងពីរនាក់នេះវិញក៏នៅតែបន្តតាមដានទៅកាន់ពួកគេពិតជាយាយអូនក៏សួរកូនសិស្សឯងគិតថាគេមានឱកាសដោះឬគល់ខាងវិញ្ញាណបានទេយូរយារក៏បានរំលឹកតាំងពីបុរាណមកមានតែគ្រូសារាជវង្សសុងប៉ុណ្ណោះដែលបានដោះនៅឬគល់ខាងវិញ្ញាណក្នុងអាយុ16ឆ្នាំតែសម្រាប់គាត់វិញឱកាសគឺពិតជាស្ដើងណាស់មកនិយាយបែបនេះមែនតែក្នុងចិត្តក៏បានគិតបងប្រុសខ្ញុំសង្ឃឹមថាបងអាចដាស់នៅឬគល់ខាងវិញ្ញាណបានចោះដល់ពេលនោះពួកយើងនឹងធ្វើការប្រកួតគ្នាខ្ញុំពិតជាចង់ទះកំភ្លៀងបងវិញណាស់កាន់មកកាន់ភេងអាននេះវិញក៏បានចុចទៅលើប៊ូតុងមួយនេះធម្មពលក៏បានសាយភាយរីឯខាងក្រៅពពកក៏ចាប់ផ្ដើមខ្មុះខ្មាញ់ពីពេញមេឃតុងលីឃើញចឹងក៏ចាប់ផ្ដើមលាន់មាត់ហើយនេះគឺជាធម្មពលនៃការត្រាស់ដឹងបងប្រុសពិតជាអាចដាស់ឡើងនៅឬគល់ខាងវិញ្ញាណបានមែនមិនថាតែតុងលីទេសូម្បីតែអ្នកទាំងពីរនេះក៏ភ្ញាក់ផ្អើលបើកមាត់ធំៗដែរខណៈពេលនោះដែរទឹកជ្រោះនេះនៅសុកក៏បានឈប់ធម្មពលទឹកកកមួយក៏បានហោះប្រទះសិនចុះឡើងចូលទៅក្នុងថ្ងាសឆៅកើធម្មពលក៏បានសាយភាយនៅលើមេឃមានចំហាយមាសមួយលេចចេញនៅចំកណ្ដាលពពកអមទៅដោយចំហាយរន្ទះសម្លេងព្រះចាម្នាក់ក៏បានបន្លឺឡើងការត្រាស់ដឹងលើកទី1ថៃយិងខៃយន់អសរមួយផ្ទាំងក៏ផុសចេញអំពីពពកចូលទៅក្នុងខ្លួនឆៅកើធម្មពលក៏បន្តសាយភាយរត់ទៅខ្លាំងរីឯការត្រាស់ដឹងលើកទី2គឺជាលំហបញ្ច្រាស់អសរមួយផ្ទាំងទៀតក៏បានផុសឡើងការត្រាស់ដឹងលើកទី3សៀនគូទី4ប្រលឹងតកកទី5ក្រហើមនិក្រេទាំង9ទី6ជីងហៃភីងស៊ីនទី7ចំណោព្រះច័ន្ទចុងក្រោយទី8គឺជាធម្មពលឈីឆៅកើហើបន្តិចក៏ថាធម្មពលឋានសួគ៌អីទៅចេញមកប្រាប់តែប៉ុណ្្នឹងទេមែនទេព្រោះតែគាត់ដូចជាមិនមានអារម្មណ៍អ្វីតតែសោះតាមការនិយាយរបស់គេខ្ញុំមានការត្រាស់ដឹងដល់ទៅ8រាងកាយរបស់ខ្ញុំគួរតែត្រូវបានផ្លាស់ប្ដូរក៏ប៉ុន្តែនៅក្នុងខ្លួនខ្ញុំពេលនេះដូចជាមិនមានអារម្មណ៍ពីធម្មពលតើសោះតើវាយ៉ាងម៉េចឲ្យពិតប្រាកដទៅនៅម្ខាងទៀតពិតទៅយាយអូនក៏ថាទេពកោសល្យបែបនេះបើប្រៀបធៀបជាមួយនឹងថ្នាក់ដឹកនាំនៃកាយដាវក៏មិនចាញ់គ្នានោះទេរីឯឆៅកើក៏ថាអាចទេគេក៏ហកខ្ញុំចង្អុលទៅលើមេឃវាសនារបស់ខ្ញុំគឺជាអ្នកកំណត់មិនមែនស្ថិតលើមាត់របស់ឯងទេធម្មពលឋានសួគ៌ទេពកោសល្យទាំង8ស្អីទៅយើងមិនចូលចិត្តឯងឡើយតែខណៈពេលនោះដែរសម្លេងក៏នៅតែបន្តមកទៀតការត្រាស់ដឹងលើកទី9ថៃឈីលើកនេះក្រដាស់នៅទេពកោសល្យជាច្រើនក៏បានផុសចេញមកវត្តសិនជុំវិញខ្លួនឆៅកើតុងលីឃើញចឹងក៏លាន់មកទៀតហើយទេពកោសល្យដល់ទៅ9ឯណោះទុកឲ្យពួកគេភ្ញាក់ផ្អើលសិនទៅកាត់មកកាន់ឆៅកើឯនេះវិញក៏បញ្ចេញនៅឱសថសម្អាតខួរឆ្អឹងមកធ្វើការចម្រាញ់រួចគាត់ក៏បន្តវឹកហាត់ប្រព័ន្ធក៏បានលេចចេញមកដើម្បីឲ្យឆៅកើចុចទម្លុះទៅដល់កម្រិតទី10ឆៅកើក៏ថា10ឆ្នាំហើយទីបំផុតខ្ញុំអាចទម្លុះកម្រិតបានហើយរួចក៏ចុចយល់ព្រមធម្មពលក៏បានសាយភាយម្ដងទៀតតុងលីដែលនៅខាងក្រៅក៏ចាប់ដើមលាន់មកទៀតនេះគឺជាឋានសួគ៌ទី1ទី2ទី3ទី4ទី5ត្រឹមតែមួយផ្លែតគាត់អាចទម្លុះបាន5លំដាប់យូយានៅម្ខាងទៀតក៏ភ្ញាក់ផ្អើលដូចគ្នាអបិនេះជាបិសាចប្រភេទអ្វីទៅត្រឹមតែមួយផ្លែតអាចទម្លុះដល់លំដាប់ឋានសួគ៌ទី5ពេលសម័យក្រោយឆៅកើក៏បានបញ្ចប់នឹងការវឹកហាត់សៀវឈូក៏បានរត់មកសរសើរលោកគ្រូពូពិតជាអស្ចារ្យណាស់ឆៅកើអង្អែក្បាលសៀវឈូបដាក៏គិតមិនដាទីបំផុតខ្ញុំមានធម្មពលខាងវិញ្ញាណនៅក្នុងខ្លួនហើយនេះគឺជាដំណាក់កាលដំបូងក្នុងការឆ្ពោះទៅក្នុងមាគ៌ានៃការវឹកហាត់ស្របពេលនោះយូយាក៏បានបង្ហាញខ្លួនសួរបងប្រុសតែចាំពាក្យសន្យារបស់ពួកយើងទេបងធ្លាប់ប្រាប់ថានៅពេលដែលបងអាចទម្លុះអាណាចក្របានហើយនឹងបញ្ចុះជាមួយនឹងខ្ញុំតែព្រឹត្តិយាយអូនក៏បានចុះមកប្រាប់អាល្អិតកុំបញ្ញាពេកអីឃើញចឹងតុងលីក៏បានគ្រប់អ្នកមីងព្រោះនាងគឺជាបងស្រីឈៀងវ៉ាន់ដែលត្រូវជាម្ដាយតុងលីចំណែកឯយូយាគេពិតជាអន្តរសាសចង់ប្រកួតជាមួយនឹងឆៅកើខ្លាំងណាស់ហើយគេក៏នឹងបង្
បង្ក្រាបអាណាចក្ររបស់គេឲ្យស្ថិតនៅកម្រិតទី1លំដាប់ទី5ដោយទៅនឹងឆៅកើដែររីឯអ្នកមីងនីងគាត់ក៏ចង់ឃើញធម៌ពលរបស់ឆៅកើដែរដល់បែបនេះឆៅកើក៏បានយល់ព្រមបន្ទាប់មកអ្នកទាំងពីរក៏រៀបចំធ្វើការប្រកួតជាមួយនឹងគ្នាយូយេក៏ឲ្យបងជីដូនមួយចាំទទួលទៅនិយាយរួចក៏ស្ទើរទៅកាន់ឆៅកើតែឆៅកើក៏អាចទប់ទល់យ៉ាងងាយស្រួលយូយេកាប់បណ្ដាលក៏ស្ទើរទៅកាន់គាត់មិនបានជាបណ្ដោះដៃអញ្ចឹងបងជីដូនមួយថ្ងៃនេះខ្ញុំនឹងធ្វើឲ្យបងដកដៃចេញមកឲ្យបាននិយាយមិនទាន់ចប់ផងក៏ត្រូវបានឆៅកើវាយឲ្យខ្ទាតគេក៏កាន់តែមួម៉ៅហើយលូឆៅកើបងកំពុងតែមើលងាយខ្ញុំមែនទេសមត្ថភាពរបស់ខ្ញុំមិនស័ក្តិសមឲ្យបងដកដៃទេឬស្រែកយ៉ាងខ្លាំងឲ្យឆៅកើដកដៃមកឆៅកើដកដង្ហើមធំបន្តិចក៏តបទៅវិញខ្ញុំមិនដកដៃព្រោះតែខ្ញុំគិតដល់ឯងបើខ្ញុំដកដៃមកនោះឯងស្លាប់ជាមិនខានលឿនចឹងយូរក៏ចាប់ដើមលេងមែនតែនហើយបញ្ចេញនូវធម្មពលទៅកាន់ដាវរួចក៏លើកឡើងទៅខាងលើធ្វើការស្រូបយកធម្មពលនៅជុំវិញទីនេះកាលណាពេលនោះក៏មានផ្កាឈូកមួយបានផុសចេញពីក្រោយខ្នងគេឃើញបែបនេះយូរក៏ដឹងហើយថាគាត់បានយល់ពីចេតនាដាវបាត់ទៅហើយតែអ្នកមីងនីងក៏បានប្រាប់ថានេះគ្រាន់តែមានរូបរាងស្តៀងបន្តិចប៉ុណ្ណោះតែមិនថាយ៉ាងណាគេនៅក្មេងប៉ុណ្នេះអាចឈានទៅដល់កម្រិតទី3ថែមទាំងអាចយល់អំពីចេតនាដាវបានខ្លះនេះក៏អាចហៅបានថាជាទេពកោសល្យរូបដែរសៀវឈូមិនយល់ក៏សួរអ្នកគ្រូតែចេតនាដាវគឺជាអ្វីតង់លេក៏ប្រាប់ថាចេតនាដាវគឺជាចិត្តនឹងដាវរួមតែមួយអ្នកវឹកហាត់គុណដាវដែលបានឈានដល់កម្រិតនេះនឹងអាចបញ្ចេញនូវអំណាចអរូបីជាច្រើននៅថ្ងៃអនាគតឯងប្រកាសជាយល់ជាមិនខានដែលឡៃយូយេនេះវិញក្រោយពីប្រមូលធម្មពលអរិយៈពេលយូរក៏បាននិយាយទៅកាន់ឆៅកើថ្ងៃនេះខ្ញុំមិនខ្វល់ថាបងចង់ដកដាវឬក៏អត់ទេប៉ុន្តែខ្ញុំគ្រាន់តែចង់រំលឹកចេតនាដាវរបស់ខ្ញុំមួយនេះគឺជាស្និតដាវដ៏ខ្លាំងបំផុតរបស់ខ្ញុំហើយដែលឡៃឆៅកើវិញក៏ទទួលរងនូវសម្ពាធនៃចេតនាដាវនេះដែរគាត់ក៏ទទួលស្គាល់ថាចេតនាដាវនេះពិតជាខ្លាំងមែនយូយេក៏បន្តបងគួរតែដឹងហើយអំពីគម្លាតរបស់ពួកយើងទាំងពីរនិយាយរួចចំហាយដៃជាច្រើនក៏បានហោះទៅរកឆៅកើបន្តិចម្ដងគេក៏បានគិតនៅក្នុងចិត្តឲ្យបងជីដូនមួយឆាប់បោះបង់ទៅរីឯអ្នកមីងនីងគាត់ក៏បានត្រៀមធម្មពលដើម្បីជួយកាន់មកកាន់ឆៅកើនេះវិញក៏ត្រូវបានស្ទាប់ការឈោកដែលជាចេតនាដាវរបស់យូយេរុំព័ទ្ធគាត់ចិត្តតងលីបារម្ភក៏បានប្រាប់បងប្រុសឲ្យប្រយ័ត្នខ្លួនផងភ្លាមស្រាប់តែជុំវិញទីនេះមានការប្រែប្រួលឆៅកើក៏មើលទៅកាន់ប្រព័ន្ធរបស់គាត់ទាំងភ្ញាក់ផ្អើលព្រោះតែដើម្បីឲ្យគាត់ឈានទៅដល់កម្រិតទី1នៃចេតនាដាវនោះត្រូវតែចំណាយបន្ទុកបទពិសោធន៍ដល់តែមួយសែនណោះក៏ប៉ុន្តែនេះក៏ពិតជាមានតម្លៃនិយាយរួចក៏ប៉ះទៅលើផ្កាឈូកមួយនេះដើម្បីទទួលបាននូវចេតនាដាវកាន់មកកាន់ខាងក្រៅឯនេះវិញចេតនាដាវរបស់យូយេក៏ត្រូវបានបំផ្លាញតុងលីក៏មានការសប្បាយចិត្តបងប្រុសក៏យល់ពីចេតនាដាវដែររីឯអ្នកមីងនីងក៏គិតក្នុងចិត្តឆៅកើឆៅកើឯនឹងផ្ដល់ការភ្ញាក់ផ្អើលមិនបានដងទៀតមកដល់មីងដែលឡៃយូយេនេះវិញក៏មិនសុខចិត្តនោះឡើយស្ទុះទៅកាប់ឆៅកើតែក៏ត្រូវបានគាត់ប្រើតែម្រាមពីរប៉ុណ្ណោះដើម្បីទប់ទល់ព្យាយាមកាប់បន្តតែលទ្ធផលក៏នៅតែដដែលថែមទាំងត្រូវបានគាត់ប្រើម្រាមពីរចាប់ដាវជាប់បន្ទាប់មកក៏យកគល់ដាវបុកក្បាលពោះគេធ្វើឲ្យគេខ្ទាតយ៉ាងឆ្ងាយឆៅកើក៏ថាឯងចាញ់ហើយរីឯយូយេក៏ចាប់ផ្ដើមពិបាកចិត្តម្ដងទៀតហើយមិនបានជាខ្ញុំតែងតែចាញ់គាត់ចឹងរួចក៏នឹកទៅដល់អតីតកាលមិនថាលើកណាក៏ត្រូវបានឆៅកើវាយរហូតស្បត់ថែមទៀតថានឹងយកឈ្នះឆៅកើឲ្យបានតែលទ្ធផលក៏នៅតែដដែលកាន់មកកាន់បច្ចុប្បន្នវិញក៏ទទួលស្គាល់បរាជ័យរួចក៏សួរឆៅកើតាំងពីពេលណាដែលគេយល់អំពីចេតនាដាវឆៅកើក៏លើកនៅដៃមួយយូយេក៏សួរថាមួយខែមុនមែនទេឆៅកើក៏ប្រាប់ខ្ញុំបានយល់តាំងពីខ្ញុំកាន់ដាវលើកដំបូងលើចឹងតងលីក៏ប្រាប់សៀវឈូអំណូតអួតអាងនេះឯងមិនត្រូវរៀនអំពីលោកគ្រូពូនោះឡើយរីឯអ្នកមីងនីងគាត់ក៏សប្បាយចិត្តព្រោះតែពួកគេទាំងពីរចាប់ផ្ដើមចុះសម្រុងនឹងគ្នាហើយដែលឡៃយូយេក៏បានដើរមកយកដាវទាំងស្ងួតស្ងាត់រួចក៏រត់ចេញយ៉ាងលឿនអ្នកមីងនីងក៏បានដើរមកសរសើរឆៅកើថាពិតជាធ្វើបានល្អណាស់ក៏ប៉ុន្តែដើមឈើឡើងកាន់តែខ្ពស់ខ្យល់បក់កាន់តែខ្លាំងខ្ញុំសង្ឃឹមថាឯងនឹងយល់រឿងមួយនេះឆៅកើក៏បានងក់ក្បាលដល់បែបនេះគាត់ក៏ចាស់ចេញហើយក៏បានរំលឹកប្រាប់ថានាងនឹងមកលេងនិកាយមកឆាប់នេះក្រោយពីគាត់ទៅបាត់តឹងលេក៏មកសរសើរបងប្រុសមិននឹកស្មានទេថាបងបានយល់អំពីចេតនាដាវបងប្រុសជួយបង្រៀនខ្ញុំផងឆៅកើក៏បានប្រាប់អ្នកទាំងពីរតោះយើងត្រឡប់ទៅនិកាយវិញក្នុងរយៈពេល2-3ថ្ងៃទៀតខ្ញុំនឹងបង្រៀនអ្នកដោយផ្ទាល់បន្ទាប់មកសាច់រឿងក៏បានកាប់មកដល់ពេលយប់ក្រោយពីអ្នកទាំងពីរបានសម្រាកបាត់ឆៅកើក៏លួចចេញពីផ្ទះរត់ចូលទៅក្នុងព្រៃតែម្នាក់ឯងបន្ទាប់ពីធ្វើដំណើរអស់រយៈពេលយ៉ាងយូរឆៅកើក៏បានដើរមកដល់ភ្នូរចំណាស់មួយគាត់ក៏បានគូសហៅនៅនរណាម្នាក់ចំហាយពណ៌សមួយក៏បានផុសចេញអំពីភ្នូរឆៅកើក៏បាននិយាយថាពេលនេះគាត់ទម្លុះដល់កម្រិតទី1លំដាប់ទី5ហើយពេលនេះពាក្យសន្យារបស់ពួកយើងទាំងពីរក៏ដល់ពេលដែលត្រូវបំពេញដែររួចក៏យកមកចូលចាក់ដៃបង្ហូរឈាមមួយដំណាក់មកឈាមនេះក៏បានអណ្ដែតបន្តិចម្ដងចូលទៅក្នុងធម្មពលពណ៌សនោះរលាយបាត់ដំណើរការនេះឆៅកើក៏មានការឈឺចាប់ប្រាប់គាត់ឲ្យប្រគល់នៅបច្ចេកទេសនៅលឿនមកស្របពេលនោះបច្ចេកទេសពណ៌ស្វាយមួយក៏បានចេញមកប្រព័ន្ធក៏បានអបអរសាទរដែលទទួលបាននៅបច្ចេកទេសពណ៌ស្វាយដែលនេះគឺជាការវឹកហាត់ធម្មពលឈីឆៅកើក៏និយាយតែម្នាក់ឯងថានេះគឺជាផ្នែកទី2នៃបច្ចេកទេសវឹកហាត់ធម្មពលឈីហើយវាគ្រាន់តែជាបច្ចេកទេសកម្រិតទាបប៉ុណ្ណោះតែក៏ងើឆ្ងល់ពេលដែលខ្ញុំបានឈានដល់កម្រិត2លំដាប់ទី3នោះវាអាចឡើងទៅកម្រិតខ្ពស់បានទេបន្ទាប់មកក៏យកបច្ចេកទេសនេះដាក់ចូលទៅក្នុងខ្លួនធ្វើការអង្គុយវឹកហាត់ធម្មពលមកពីគ្រប់ទិសទីក៏ត្រូវបានឆៅកើស្រូបចូលទៅក្នុងខ្លួនឆៅកើគាត់ក៏សប្បាយចិត្ត
បច្ចេកទេសពណ៌ស្វាយនេះមិនអន់ទេត្រឹមតែមួយផ្លែតគាត់ទទួលបានពិន្ទុបទពិសោធន៍រាប់ម៉ឺននៅនោះរួចក៏រំលឹកទៅដល់ព្រឹទ្ធាចារ្យដែលនៅក្នុងភ្នូរនេះគាត់គឺជាថ្នាក់ដឹកនាំនៅក្នុងនិកាយម៉ូនេះដែរគាត់បានរស់នៅទីនេះអស់ច្រើនជំនាន់មកហើយប៉ុន្តែមិនថាយ៉ាងណាគាត់មិនប្រមបង្ហាញរូបរាងកាយពិតមកឲ្យខ្ញុំឃើញសោះតែមិនអីទេចិត្តភ្លឺហើយលោកចូលទៅសម្រាប់ក្នុងមឈូសវិញទៅបន្ទាប់មកសាច់រឿងក៏បានកាត់មកដល់ទីតាំងមួយកន្លែងដ៏ក្រហមឆ្អិនឆ្អៅសិស្សខាងក្នុងរបស់និកាយដើមមួយក្រុមក៏ត្រូវបានមនុស្សម្នាក់សម្លាប់ឈិនសៀវដែលនៅក្រោយគេនេះក៏មិនរួចខ្លួនត្រូវបានព្រឹទ្ធាចារ្យម្នាក់នេះច្របាច់ក្បាលស្រីដោយការឈឺចាប់កម្មការនិកាយមកនេះវិញតុងលីកំពុងតែដើរទាំងសប្បាយចិត្តនាងគឺបរិនយោត្រីពីរនេះទៅធ្វើម្ហូបឲ្យឆៅកើជារង្វាន់ដែលគាត់បានទម្លុះកម្រិតតុងលីដើរម្ដងក៏បានឃើញឆៅកើកំពុងតែបង្រៀនក្មេងឲ្យខូចថែមទាំងសោកយ៉ាងសប្បាយចិត្តទៀតស្របពេលហ្នឹងសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ដូចគ្នាចាំមកពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយ like subscribe ម្នាក់មួយផងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ